សូមគោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជននៃកំពុងទស្សនាកម្មវិធីរឿងរ៉ាវព្រឹកនេះត្រឡប់ជួបលោកអ្នកនៅថ្ងៃច័ន្ទដើមសប្តាហ៍ជាមួយនឹងព័ត៌មានថ្មីដែលយើងនឹងធ្វើការជម្រាបជូនបាទខ្ញុំបន្តទៅបាទស្ដាប់សេចក្តីរាយការណ៍របស់លោកសៅហឿនបាទស្ដីពីបាទបុណ្យផ្កាប្រាក់រស្មីសាមគ្គីដើម្បីប្រមូលថវិកាយកទៅជួសជុលដំបូលអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមបាទនៅវិទ្យាល័យបាទសម្ដេចហ៊ុនសែនព្រែកកំពឹសបាទព័ត៌មាននេះលោកសៅហឿននឹងលម្អិតជូនគណៈកម្មការគ្រប់គ្រងសាលាវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹសស្ថិតនៅសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញបានផ្ដួចផ្ដើមគំនិតប្រារព្ធពិធីបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលថវិកាយកជួសជុលដំបូលអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមលោកផនថានាយកវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹសបានលើកឡើងឲ្យដឹងថាសិស្សានុសិស្សនៃវិទ្យាល័យមានការកើនឡើងជារៀងរាល់ឆ្នាំលោកបន្តឲ្យដឹងថាក្នុងឆ្នាំសិក្សា2025-2026នេះមានសិស្សសរុបចំនួន1096នាក់ក្នុងនោះស្រី589នាក់ខណៈបច្ចុប្បន្ននេះក្នុងមួយថ្នាក់មានសិស្សរហូតដល់ជាង70នាក់ការប្រារព្ធពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីគឺជាទំនៀមទម្លាប់ដ៏មានប្រជាប្រិយភាពមួយដែលផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងសាមគ្គីភាពក្នុងសង្គមមូលហេតុចម្បងនៃពិធីបុណ្យនេះមានដូចជាដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាដែលគោលបំណងធំបំផុតគឺដើម្បីគៀកថវិកាឬបច្ច័យយកទៅកសាងជួសជុលសមិទ្ធផលក្នុងវត្តអារាមដូចជាព្រះវិហារកុដិសាលាឆាន់របងវត្តឬខ្លងទ្វារជាដើមក្រៅពីទីវត្តអារាមក៏អាចធ្វើបុណ្យផ្កាដើម្បីជួយដល់សាលារៀនមន្ទីរពេទ្យឬស្ពានថ្នល់ព្រមទាំងដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពការធ្វើបុណ្យសន្សំកុសលដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនវីរៈកងទ័ពការជួបជុំបងប្អូនញាតិមិត្តនិងក៏ជាឱកាសមួយសម្រាប់អ្នកដែលរស់នៅឆ្ងាយពីគ្នាឬអ្នកភូមិផងរបងជាមួយបានជួបជុំគ្នាជជែកកម្សាន្តនិងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍ផងដែរសរុបមកពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីគឺជាយន្តការនៃការចែករំលែកនិងការចូលរួមកម្លាំងគ្នារបស់ប្រជាជនខ្មែរដើម្បីអភិវឌ្ឍសង្គមនិងលើកកម្ពស់វិស័យសាសនាថ្ងៃនេះយើងធ្វើបុណ្យផ្កានេះដើម្បីប្រមូលបច្ច័យជួសជុលដំបូលអគារសិក្សាដោយសារអគារសិក្សានេះចាស់ទ្រុឌទ្រោមហើយយើងខ្វះបន្ទប់សិក្សានេះដែលយើងធ្វើបុណ្យផ្កាបានការចូលរួមពីខាងសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាហើយចូលរួមពីឧត្តមសេនីយ៍ឯករដ្ឋស្រៀងនិងអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូព្រមទាំងឪពុកម្ដាយអាណាព្យាបាលសិស្សផងដែរលោកផនថាបញ្ជាក់ឲ្យដឹងថាវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹសមានអគារសរុបចំនួន6ក្នុងនោះទីចាត់ការ1បណ្ណាល័យ1អគារសិក្សា4ខ្នងជាអំណោយសម្ដេចតេជោ3ខ្នងមានសភាពចាស់ទ្រុឌទ្រោមកសាងតាំងពីឆ្នាំ1992មួយខ្នងមាន3បន្ទប់កសាងនៅឆ្នាំ1993មួយខ្នង5បន្ទប់និងឆ្នាំ2005មួយខ្នងមាន6បន្ទប់និងមួយខ្នងទៀតអំណោយរបស់រដ្ឋាភិបាលជប៉ុនមាន7បន្ទប់នៅសភាពបង្គួរហើយថ្មីនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានផ្ដល់អំណោយដ៏ថ្លៃថ្លានៅទីចាត់ការថ្មីដ៏ស្រស់ស្អាតមួយខ្នងតាមរយៈសមាគមអតីតសិស្សនិស្សិតនៅកម្ពុជានិងលោកហួងយូឈីងដែលនឹងដាក់សម្ពោធជាផ្លូវការនៅពេលឆាប់ខាងមុខនេះលោកក៏បានថ្លែងអំណរគុណជូនកុសលផលបុណ្យនិងពុទ្ធពរទាំង4ប្រការដល់ពុទ្ធសាសនិកជនថ្នាក់ដឹកនាំអាជ្ញាធរសមាជិកសមាជិកាសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងសប្បុរសជនជិតឆ្ងាយទាំងអស់ក្នុងនាមគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូក៏ក្នុងជំនួសមុខឲ្យឪពុកម្ដាយអាណាព្យាបាលសិស្សសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវដែលបានឧបត្ថម្ភអគារទីចាត់ការមួយខ្នងជូនដល់សាលាវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹសនេះតាមរយៈសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាបាទអរគុណច្រើនបាទពុកម៉ែបងប្អូនទូរទស្សនិកជន